សាខាកាកបាទក្រហមកម្ពុជាខេត្តផ្ដល់ផ្ទះមនុស្សធម៌ទី94ជូនពលរដ្ឋជាស្ត្រីមេម៉ាយនិងផ្ដល់អំណោយជូនប្រជាពលរដ្ឋ80គ្រួសារក្នុងស្រុកអង្គរធំនៅថ្ងៃទី6ខែមេសាឆ្នាំ2025លោកជំទាវទុយជីប្រាក់សុផាន់អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបតំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តមប្រាក់សុផាន់ប្រធានគណៈកម្មាធិការសាខាបានដឹកនាំសហការីប្រកបផ្ទះមនុស្សធម៌ទី94ជូនពលរដ្ឋជាស្ត្រីមេម៉ាយឈ្មោះនាមតឿនអាយុ39ឆ្នាំមានកូន2នាក់ក្នុងបន្ទុកនិងផ្ដល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះចំនួន80គ្រួសាររស់នៅក្នុងភូមិតាប្រុកឃុំលៀងដៃស្រុកអង្គរធំក្នុងឱកាសនោះលោកជំទាវទុយជីប្រាក់សុផាន់បាននាំយកនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងឯកឧត្តមប្រាក់សុផាន់ប្រធានគណៈកម្មាធិការសាខាដែលតែងតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបទុក្ខលំបាកដោយមិនប្រកាន់និន្នាការនយោបាយពណ៌សម្បុរសាសនាអ្វីឡើយលោកជំទាវបន្តថាស្ថិតក្នុងគ្រួសារមានជីវភាពទីទាល់ក្រនិងរងគ្រោះដោយជាស្ត្រីមេម៉ាយដែលតម្រូវឲ្យមានការជួយជ្រោមជ្រែងពីញាតិជិតខាងសហគមន៍និងអាជ្ញាធរមូលដ្ឋានជួយទំនុកបម្រុងតាមរយៈនេះជឿជាក់ថាដោយក្តីស្រឡាញ់និងការអាណិតអាសូរក្រុមគ្រួសារនេះបងប្អូននឹងបន្តជួយជ្រោមជ្រែងនៅកម្លាំងចិត្តនិងចូលរួមត្រេកអរចំពោះផ្ទះមនុស្សធម៌នេះដែលផ្ទះនេះនឹងក្លាយជាជម្រកដ៏កក់ក្ដៅសម្រាប់ពួកគាត់ចាប់ពីពេលនេះតទៅសូមជម្រាបថាផ្ទះមនុស្សធម៌ដែលផ្ដល់ជូនស្ត្រីមេម៉ាយខាងបានការឧបត្ថម្ភរបស់លោកជំទាវហូសារ៉េតលាវម៉ៅនិងក្រុមគ្រួសារមានទំហំ6x6 ម៉ែត្រមានបន្ទប់គេង2បន្ទប់ទឹក1ដំបូលប្រក់ស័ង្កសីភ្លីក្បឿងជញ្ជាំងឥដ្ឋបាតក្រាការ៉ូនិងចាក់សាបជុំវិញក្នុងក្រុមការងារក៏បានផ្ដល់ជូនអង្ករ60គីឡូក្រាមមី1កេសត្រីខ1យួរទឹកស៊ីអ៊ីវ1យួរអំបិល1គីឡូក្រាមឃីត2កញ្ចប់កន្ទេល2កង់1គ្រឿងសម្ភារៈផ្ទះបាយឆ្នាំង2ធុងទឹកជឿ1គូធុងធំ45លីត្រ1និងថវិកា40ម៉ឺនរៀលដោយឡែកពលរដ្ឋរងគ្រោះ80គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ30គីឡូក្រាមមី1កេសត្រីខ1យួរទឹកស៊ីអ៊ីវ1យួរអំបិល1គីឡូក្រាមឃីត1កញ្ចប់កន្ទេល1និងថវិកា5ម៉ឺនរៀល